ស្ដីបងប្អូនទាំងអស់គ្នានេះយើងដាំក្នុងបាវគឺចំណេញបងប្អូនចំណេញទីមួយយើងងាយស្រួលក្នុងការថែទាំក្នុងការគ្រប់គ្រងស្មៅក៏ដូចជាទឹកអញ្ចឹងណាបងប្អូនមកនេះអញ្ចឹងពេលដែលយើងដាំអញ្ចឹងគឺយើងអត់ខ្វល់យើងធ្វើយើងតុបតែងចន្លោះបាវហ្នឹងយើងអាចដើរទៅស្មៅក៏វាខ្ទេចដែរអញ្ចឹងណាហើយយើងដាំរបៀបនេះយើងចំណេញកាត់បន្ថយបើថាមានពពុះមាន់អីក៏អាចកាយដល់ដែរអញ្ចឹងណាចំណេញមែនតើបងប្អូនហើយយើងដាំមានហើយចំពោះការដាំក្នុងបាវនេះមិនមានតែខណ្ឌណាគឺគ្រប់ប្រភេទដំណាំទាំងអស់យើងអាចបានដាំក្នុងបាវបានដូចគ្នាបងប្អូនណាហើយបងប្អូនល្អងាយស្រួលក្នុងការថែទាំមែនតើហើយដំណាំគឺម្ដងអញ្ចឹងទៅគឺវាឆ្លោះល្អអញ្ចឹងបងប្អូនហើយក្នុងមួយបាវយើងអាចដាំដោយពពុះបន្លែស្លឹកទេបាន2ទៅ3ដងបានបាវនឹងចាប់ផ្ដើមខូចអញ្ចឹងណាអញ្ចឹងយើងចំណេញពេលវេលាចំណេញការថែទាំងាយស្រួលក្នុងការថែទាំងាយស្រួលក្នុងការគ្រប់គ្រងហើយមិនធំថាពពុះខាត់ណាណាយើងអាចមានអីផ្សេងទៀតចាយើងមានជាលំបៀតអញ្ចឹងទៅហើយយើងមានជាជាយើងតាមបដិជាជួហើយយើងដាំឆ្លាំងមុខដំណាំគ្នានេះគឺជួយបានច្រើនមែនតើបងប្អូនគឺតាក់ទងនឹងវត្តមាននៃពពុះសត្វល្អិតគឺយើងអាចកម្ចាត់នៅវត្តមាននៃពពុះសត្វល្អិតតាមរយៈការបណ្ដេញដោយក្លិននៃដំណាំផ្សេងគ្នាអញ្ចឹងន័យថាក្លិនរបស់ខាត់ណាវាសត្វល្អិតចូលចិត្តស៊ីអញ្ចឹងទៅតែមកដល់ចិត្តខាត់ណាហ្នឹងវាមានជាប្រភេទខ្ជាយឬក៏រំដេងឬក៏ដើមរមៀតអីអញ្ចឹងទៅវាមានក្លិនផ្សេងអញ្ចឹងពពុះសត្វដែលចូលចិត្តស៊ីខាត់ណាហ្នឹងការដែលនៃវិធមក្លិនឈួលពីពពុះរំដេងពួកអីក៏វានៅអត់បានដែរអញ្ចឹងអាការថែទាំគឺងាយស្រួលគឺការដាំឆ្លាស់មុខដំណាំគ្នាក្នុងផ្ទៃដីតែមួយនៅក្នុងកន្លែងតែមួយហើយបដិយើងទៅយើងដាំក្នុងបាវchứគឺចំណេញបានច្រើនបងប្អូនហើយដូចខាត់ណាគឺល្អមែនតើតែម្ដងបងប្អូនមានរមៀតមានអីចឹងទៅឃើញបងប្អូនហើយយើងដាំចឹងទៅវាចេញជាជួរស្អាតណាបងប្អូនណាល្អណាស់បងប្អូនណាដើមគេធំមកដើមមួយចិត្តជាក់ស្ដែងគឺធំមែនតើបងប្អូនធំដើមធំឆ្លាស់ណាស់ខាត់ណាមកយើងមានរមៀតបងប្អូនរមៀតហើយចេញពីរមៀតមកយើងមានជាខ្ជាយបងប្អូនក្នុងដីតែមួយគឺយើងអាចដាំបានច្រើនមុខចឹងណាបងប្អូននេះខ្ជាយក៏ល្អមែនតើមកពេលនេះយើងតិចក៏2គីឡូទៅ3គីឡូដែរហ្នឹងចំពោះវត្តមាននៃពពុះខ្ជាយចេញពីខ្ជាយមកនេះយើងមានជាប្រភេទសណ្តែកគោហើយខាងនោះយើងមានជាត្រប់ចឹងណាបងប្អូនយើងហៅថាដំណាំឆ្លាស់មុខដំណាំលើផ្ទៃដីតែមួយអញ្ចឹងគឺយើងការដាំដុះដូចសណ្តែកគោលើកំពុងតែចាប់តាមផ្កាហើយបងប្អូនការផ្លែបន្តហើយអត់មានការបំផ្លាញវត្តមាននៃសត្វល្អិតទេដោយសារអីដោយសារក្លិនរបស់វាផ្សេងគ្នាអញ្ចឹងការដាំរបៀបឆ្លាស់នេះគឺបដិញ្ញវត្តមាននៃពួកសត្វល្អិតបានច្រើនវត្តមានរបស់ពួកសត្វល្អិតហ្នឹងគឺវាចាញ់ក្លិនដែលយើងដាំឆ្លាស់អញ្ចឹងណាបងប្អូនគឺល្អមែនទេហើយបើរមៀតវិញលេចក្បាលរំដេងហើយជាមួយនឹងខ្ជាយគឺល្អមែនតើតែម្ដងនេះមកបែបងប្អូននេះមកបែរបស់គេណាចំណេញពេលវេលាចំណេញការថែទាំហើយអត់មានស្មៅទេព្រោះក្នុងបែហ្នឹងវាដុះតែខ្ជាយចិត្តមកគឺកាត់បន្ថយវត្តមាននៃការដុះស្មៅហ្នឹងក៏បានច្រើនចានេះចូលដល់ខ្ជាយចេញពីខ្ជាយមកយើងមានជារមៀតសិតតែគ្រឿងទេសជាមួយនឹងបន្លែអញ្ចឹងណានេះវត្តមាននៃពពុះខ្ជាយអញ្ចឹងណាបងប្អូនយើងមានខាត់ណារបស់យើងនេះតែម្ដងនេះយើងដាំជាជួរលើ3ហ្នឹងច្រើនបងប្អូនច្រើនជាងយើងគិតថាមក3យើងដាក់2ដើមនេះយើងគុណជាមួយ3ទៅហើយយើងគិតទៅប្រហែលជា5ទៅ6ដើម1គីឡូអញ្ចឹងណាបងប្អូនខាត់ណាដើមខាត់ណានេះខាត់ណាដើមកំប៉ោងដើមរបស់គេធំណាស់ហើយពេលយើងធ្វើស្មៅទៅវាស្រួលដែរទៅស្លាញ់អញ្ចឹងមែនតើបងប្អូនមានតូចមានធំទៅតាមដើមទៅតាមបាវតាមណា
đừng nhầm thọt ngày muôn chấn cứ việc flu không bằng khăn na có miền đào flu này tha chơi flu mình nó flu là khăn na có flu đây bằng này lò mình tên này một đào cái mẹ tối chứ đấy làm một phần co đai tên mình đâu không mình tên là mà bé chứ phải bị đau chân tay bị cung chân tay hay cũng có khăn Adam cái báo với coffee khăn Adam không mà nào còn như miên thờ cái đôi miên đôi giờ cái độc độc chị này khăn lơ này này bằng còn sàn đứt ca chẳng người ta đứt ca chẳng cướp đam này không đam cái chi là bằng còn này